ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីអ៊ីស្រាអែលមិនបានស្ដាប់លោកត្រាំនោះទេក៏បានធ្វើការវាយបកភ្លាមៗទៅកាន់ប្រទេសអ៊ីរ៉ង់បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែលដោយផ្ទាល់កាលពីថ្ងៃទី8ស្ថានភាពនៅមជ្ឈមបូព៌ាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងដ៏សែនក្តៅនិងកាន់តែតានតឹងឡើងបន្ទាប់ពីកងទ័ពអាកាសរបស់អ៊ីស្រាអែលគឺហៅថា IAF បានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាទៅកាន់ប្រទេសអ៊ីរ៉ង់គឺទៅគោលដៅយោធាជាច្រើនកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់គឺមាននៅភាគខាងលិចភាគកណ្ដាលនៃប្រទេសអ៊ីរ៉ង់គឺកាលពីព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះបើតាមការផ្សាយរបស់សារព័ត៌មានJerusalem Post និងសារព័ត៌មាន BBC កងកម្លាំងការពារដែនអាកាសក៏ដូចជាកងកម្លាំងការពារជាតិរបស់អ៊ីស្រាអែលដែលគេហៅកាត់ថា IDF បានប្រកាសថានេះជាការវាយប្រហារទៅលើមេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ដែលជាប្រទេសផ្ដាច់ការហើយភ្លាមនោះដែរគឺមានទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ក៏បានរាយការណ៍ជាសារសំឡេងដែលមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លានិងលាន់ឮយ៉ាងកង់រំពងក៏ក្រើកនៅក្នុងប្រទេសអ៊ីរ៉ង់មានចំនួន3កន្លែងរួមមាននៅទីក្រុងតេហេរ៉ង់ទី1ទី2គឺទីក្រុងដាប្រីសហើយទី3គឺទីក្រុងអ៊ីស្ហ្វាហាតនៅក្នុងប្រទេសអ៊ីរ៉ង់ព្រមទាំងមានសេចក្តីរាយការណ៍ព័ត៌មានថាមានការផ្ទុះអាវុធនៅទីក្រុងការ៉ាច់ផងដែរសរុបទៅគឺមាន4កន្លែងប៉ុន្តែការផ្ទុះអាវុធដែលទ្រង់ទ្រាយធំគឺមាន3កន្លែងដូចរៀបរាប់ខាងលើអបាញ់មិញហើយផ្អែកទៅលើស្ថានភាពគ្រោះថ្នាក់នៃសង្គ្រាមរវាងប្រទេសពីរនេះគឺកាន់តែកើនកម្ដៅឡើងហើយបងប្អូនអាជ្ញាធរអ៊ីរ៉ង់ក៏បានប្រកាសផ្អាកជើងហោះហើរនៅតាមប្រលានយន្តហោះមួយចំនួនដូចជានៅក្នុងទីក្រុងទាំង3ខាងលើដែរដើម្បីបញ្ជៀសហានិភ័យនៃសង្គ្រាមដ៏សែនក្តៅមួយនេះហើយតម្រូវឲ្យយន្តហោះនោះគឺបែរទៅប្រលានផ្សេងគឺផ្អាកអស់ហើយទាំងស្រុងតែម្ដងព្រឹត្តិការណ៍វាយប្រហារគ្នាយ៉ាងកង់រំពងលាន់ឬក៏ក្រើកនៅក្នុងទីក្រុងជាច្រើនក្នុងប្រទេសអ៊ីរ៉ង់នេះបានធ្វើឲ្យទីផ្សារថាមពលពិភពលោកគឺមានការរង្គោះរង្គើភ្លាមតែម្ដងដោយតម្លៃប្រេងឆៅគឺហក់លោតទៅដល់2.6% គឺរហូតទៅដល់តម្លៃ$95.50នៅក្នុង1បារ៉ែលនេះគឺជាហានិភ័យដែលធ្វើឲ្យប្រេងរបស់ពិភពលោកឡើងហក់ឡើងទៀតហើយបងប្អូនបន្ទាប់ពីមានការចុះថ្លៃបន្តិចឥឡូវគឺចាប់ផ្ដើមហក់ឡើងបន្ថែមទៀតហើយខណៈដែលប្រេងឆៅជួញដូរនៅអាមេរិកហ្នឹងគឺបានកើនឡើងរហូតដល់ 2.5% គឺរហូតដល់$92.75នេះគឺជាហានិភ័យមួយដែរដែលធ្វើឲ្យសាំងនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាបណ្ដាលប្រទេសផ្សេងទៀតអាចនឹងហក់ឡើងជាបន្តបន្ទាប់ដើមចំដែលនាំឲ្យមានការសងសឹកគ្នាយ៉ាងក្តៅគគុករវាងអ៊ីរ៉ង់និងអ៊ីស្រាអែលគឺបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យទី7ខែមិថុនាឆ្នាំ2026នេះនៅពេលដែលអ៊ីរ៉ង់បានបើកការវាយប្រហារដោយបាញ់ស្រោចមីស៊ីលយ៉ាងច្រើនគ្រាប់មានធំមានតូចសម្ដៅទៅលើទីតាំងយ៉ាងច្រើនកន្លែងនៃភាគខាងជើងនៃប្រទេសអ៊ីស្រាអែលយោងតាមការអះអាងរបស់ឆ្មាំបដិវត្តអ៊ីរ៉ង់ឬក៏ហៅកាត់ថា IRGC គឺមានមីស៊ីលប៉ាឡេស្ទិកនិងអាវុធធុនធ្ងន់យ៉ាងច្រើនប្រមាណជា10គ្រាប់ត្រូវបានបាញ់សម្ដៅទៅលើមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលដែលមានឈ្មោះថារ៉ាម៉ាតដាវីតនៅក្នុងទីក្រុងហៃហ្វាវាជាការវាយប្រហារដ៏ធំលើកដំបូងបង្អស់ចាប់តាំងពីប្រទេសទាំងពីរនេះបានព្រមព្រៀងលើបទឈប់បាញ់យ៉ាងផុយស្រួយមួយកាលពីថ្ងៃទី7ខែមេសាកន្លងទៅដោយខាងភាគីអ៊ីរ៉ង់ក៏បានបញ្ជាក់ដែរថានេះជាការសងសឹកទៅកាន់ប្រទេសអ៊ីស្រាអែលដែលនៅតែកក្លឿនមិនព្រមបញ្ឈប់ការបាញ់ប្រហារទៅលើ
ទីក្រុងប៉េរូតនៃប្រទេសលីបង់យ៉ាងណាមិញខាងភាគីអ៊ីស្រាអែលក៏បានអះអាងថាខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងអស់មិនបានបង្កគ្រោះថ្នាក់ទៅដល់ប្រទេសអ៊ីស្រាអែលនោះទេហើយមួយវិញទៀតសង្គ្រាមទាំងពីរនេះក៏កាន់តែកើនកម្ដៅឡើងដែរដោយភាគីអ៊ីស្រាអែលមិនបានស្ដាប់ការអំពាវនាវក៏ដូចជាដំបូលមានរបស់អាមេរិកនោះទេដោយអ៊ីស្រាអែលនៅតែបន្តបាញ់តបតដោយមិនខ្វល់ពីសម្ដីរបស់លោកត្រាំនោះទេហើយអ៊ីរ៉ង់ក៏ធ្វើការសងសឹកទៅវិញទៅមកដែរប៉ុន្តែពេលនេះដូចជាមានបទឈប់បាញ់ទៀតហើយភាគីទាំងពីរគឺព្រមព្រៀងប៉ុន្តែស្ថានភាពហាក់បីដូចជាផុយស្រួយនៅឡើយទេបងប្អូនអាចថាវានឹងផ្ទុះឡើងវិញនៅថ្ងៃណាមួយมันអាចមើលឃើញទេដោយសារតែប្រទេសទាំងពីរនេះនៅតែសម្ញែងអាវុធដាក់គ្នាសម្ញែងនៅមហិច្ឆតាដែលចង់គ្រប់គ្រងមជ្ឈិមបូព៌ាហើយអាមេរិកក៏បានដកខ្លួនហើយពេលនេះមិនដឹងថាអាមេរិកនឹងលូកដៃចូលវាអ៊ីរ៉ង់ដោយផ្ទាល់ឬក៏លូកដៃចូលការពារអ៊ីស្រាអែលឬក៏មានផែនការណាមួយនៅថ្ងៃណាយើងមិនអាចសន្និដ្ឋានបានទេដោយសារអាមេរិកឥឡូវនេះក៏កំពុងតែឈឺក្បាលជាមួយនឹងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ដែរដែលអ៊ីស្រាអែលមិនបានស្ដាប់លោកត្រាំតទៅទៀតទេសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដាននៅព័ត៌មានមួយនេះជួបគ្នានៅព័ត៌មានក្រោយសូមអរគុណសូមគោរពលា